ដោយសារចាញ់ប្រាជ្ញាធនញ្ញ័យសេដ្ឋីក៏បាននាំធនញ្ញ័យចូលវាំងបម្រើស្ដេចតើអ្នកប្រាជ្ញយើងនឹងជួបប្រទះឧបសគ្គអ្វីខ្លះនៅក្នុងរឿងធនញ្ញ័យភាគទី2នេះមកដល់ព្រះរាជវាំងមហាសេដ្ឋីបានក្រាបទូលថ្វាយធនញ្ញ័យទៅព្រះរាជាដោយសរសើរថាជាក្មេងមានប្រាជ្ញាអស្ចារ្យដើម្បីដោះដៃឲ្យរួចខ្លួនសូមទ្រង់ព្រះមេត្តាប្រោសអាជ័យនេះវាមានប្រាជ្ញាខ្លាំងពូកែណាស់ទូលព្រះបង្គំសុំថ្វាយវាធ្វើជាខ្ញុំបម្រើលួងក្រាបទូលព្រះរាជាចង់លបងក្មេងថ្មីក៏សួររកក្បួនកុហកពីធនញ្ញ័យភ្លាមចំកណ្ដាលមុខនាម៉ឺនមន្ត្រីអាច័យឮថាឯងចេះក្បួនកុហកខ្លាំងណាស់មែនទេសាកកុហកអញឲ្យឃើញផ្ទាល់ភ្នែកមួយមើលធនញ្ញ័យធ្វើមុខស្រងូតស្រងាត់កុហកថាក្បួននោះទុកនៅផ្ទះម៉ែឯណោះបើទ្រង់ចង់មើលទាល់តែចាត់មហាតលិចជិះសេះទៅយកភ្លាមទើបបានក្រាបទូលព្រះអង្គក្បួននោះខ្ញុំទុកនៅផ្ទះម៉ែខ្ញុំឯណោះបើទ្រង់ចង់មើលទាល់តែចាត់មហាតលិចជិះសេះជិះយកភ្លាមទៅបានក្រាបទូលលោកមហាតលិចជិះសេះហាលថ្ងៃត្រឡប់មកវិញទាំងហត់ឥតអំពរនឹងគ្មានអ្វីសោះក្នុងដៃធនញ្ញ័យក៏ទះដៃសោចក្អាកក្អាយបោកស្រាយក្បួនកុហកក្រាបទូលនេះហើយជាក្បួនកុហកបើខ្ញុំមិនพูดទេតែមហាតលិចជិះសេះហាលថ្ងៃហត់ឥតអំពរបែបនេះឬព្រះរាជារៀបល្បិចថ្មីដោយខ្សឹបប្រាប់ពួកនាម៉ឺនឲ្យលាក់ពងមាន់ម្នាក់មួយក្នុងដៃពេលចុះមុខទឹកទន្លេជាមួយអាច័យដើម្បីទម្លាក់កំហុកដាក់វាពេលងើបពីទឹកពួកឯងត្រូវរងាវធ្វើជាមាន់ញីពងរួចទម្លាក់កំហុកដាក់អាច័យបើវាគ្មានពងទេអញនឹងដាក់ទោសវាលុះដល់ពេលមុតទឹកពួកនាម៉ឺនងើបឡើងព្រមគ្នាហុចពងមាន់បង្ហាញព្រះរាជារួចស្រែករងាវតុកកតាក់ពុំមួយយ៉ាងសប្បាយចិត្តក្រាបទូលព្រះអង្គពួកយើងមុជទឹកទៅពងបានគ្រប់គ្នាមានតែអាច័យទេដែលគ្មានពងសូមព្រះអង្គដាក់ទោសវាធនញ្ញ័យដឹងល្បិចភ្លាមគេវីស្លាប់រងាវក្អែកកកធ្វើជាមួនឈ្មោលបកស្រាយប្រស្នាភ្លាមគឺគីកូកូសូមទងជ្រាបពួកនាម៉ឺនជានាមមាន់ញីទៅមានពងឯទូលព្រះបង្គំជាមាន់ឈ្មោលបើគ្មានមាន់ឈ្មោលជន់ទីធ្វើម៉េចមាន់ញីពងបានព្រះរាជាចង់ផ្ចាញ់ក៏បង្កប់ឲ្យធនញ្ញ័យជិះដំរីចាស់ជរាស្កាំងស្គមដង្ហែតាមក្បួនដំរីសឹកល្បឿនលឿនរបស់ទ្រង់ទៅព្រះពីព្រៃបើតាមមិនទាន់នឹងត្រូវកាត់ក្បាលអាច័យថ្ងៃស្អែកឯងត្រូវជិះដំរីចាស់ជរានេះដង្ហែតាមអញឲ្យទាន់បើដើរយឺតជាងដំរីសឹកអញឯងនឹងត្រូវកាត់ក្បាលធនញ្ញ័យបានយកក្រណាត់សធ្វើជាក្តោងសំពៅនិងយកឈើវែងធ្វើជាថ្នល់ដោលដីជិះយងខ្យល់ឲ្យដំរីបោលលឿនស្លេវហោះទៅដំរីតាយកថ្នូរដោលផងបើក្នុងយកខ្យល់ផងទៅដល់មុនស្ដេចទៅទៀតព្រះរាជាយាងមកដល់បែរជាឃើញធនញ្ញ័យមកអង្គុយចាំមុនបាត់ទៅហើយទ្រង់អស់ព្រះតីរកកំហុសមិនបានទួលតែសោះអូអាច័យអើយអាច័យអញរកទោសឯងមិនបានសោះមែនស្ដេចលាក់បញ្ជាឲ្យគ្រប់គ្នាជិះសេះហាមប្រាប់អាច័យធនញ្ញ័យរកសេះមិនទាន់ក៏កាប់ທາງជែកធ្វើជាសេះគួនចុកគ្រូគុកក្តាប់រត់តាមយ៉ាងលឿនស្លីវហ៊ូសេះកូនចក្រមអត់ល្បឿនលឿនដូចខ្យល់អាកាសរត់បិនសេះស្ដេចឲ្យទាន់កូនព្រះរាជាខ្វាត់សួរយកទោសរឿងដើរជើងទទេមិនជិះសេះតាមបញ្ជាធនញ្ញ័យតបវិញភ្លាមថាខ្លួនកំពុងជិះសេះកូនចក្រង្គក្នុងដៃយ៉ាងលឿនសូមទូលព្រះមេត្តាប្រោសព្រះអង្គពេលឡូវនេះទូលព្រះបង្គំកំពុងតែជិះសេះកូនចក្រង្គធានជ័យđâuមានរត់ដើរតាមព្រះអង្គត្រឹមត្រូវតាមបញ្ជាហើយតើក្រាបទូលស្ដេចខឹងក៏ដេញធនញ្ញ័យឲ្យទៅធ្វើជាអ្នកបោកសម្រាមក្រោមដំណាក់ស្រីស្នំពួកស្រីស្នំចង់ឌឺក៏នាំគ្នាដើរទន្ទ្រាំពីលើក្បាលនិងបោះដីធ្លាក់ដាក់គេធនញ្ញ័យខឹងខ្លាំងក៏រកល្បិចស្រែកជាប្រមាថយ៉ាងធ្ងន់ទៅលើបាតក្តារ
ដោយធ្វើជាជីសត្វពីងពីងដែលស៊ីតាមគូតជុះតាមគូត មីដកទុំចៅពីងពីងចង្រៃវាបានស៊ីក៏តែពីគូវាមិនបានស៊ីក៏តែពីគូវាចង្រៃពិតមី ពួកស្រីស្នំខឹងណាស់ព្រោះដឹងថាធននញ្ជ័យជាប្រតិចដៀលតម៉ាស់ពួកនាងក៏នាំគ្នារត់ទៅយំរៀបរាប់ទូលថ្វាយព្រះរាជាឲ្យជួយរកខុសត្រូវ ព្រះអង្គអើយអាជ័យវិហានជេរប្រមាថពួកយំយ៉ាងថោកទាបនៅក្រោមដំណាក់ពួកយំគ្មានមុខមើលគេទេ ធននញ្ជ័យដោះសារយ៉ាងរួចខ្លួនថាខ្លួនជាតែសត្វពីងពីងពុតមែនបើពួកស្រីស្នំមិនមែនពីងពីងទេហេតុអីរត់មកខឹងចំនួន សូមទ្រង់ព្រះមេត្តាប្រោខ្ញុំជីដែលសាច់ពីងពីងទេតើព្រោះវាស៊ីតាមគូចុះតាមគូពិតមីបើស្រីស្នាមមិនមែនពីងពីងមិនក៏ខឹងចំនួន ស្ដេចបង្គាប់ឲ្យយកមងមកជួលតែហាមគេលក់មន់ឲ្យអាជ័យធននញ្ជ័យយកកូនមន់ទៅដោះរោមក្រាស់ទៅដាក់ជួលនឹងមន់ជួលធំរបស់ព្រះរាជា ទៅកូនទៅសសួរក្រៅក្រោមពុកមន់ជុំទៅយកកំដៅបន្តិចទៅកូន កូនមន់រត់ទៅសសួរក្រោមពុះមន់ធំដើម្បីកម្ដៅខ្លួនធ្វើឲ្យមន់ហលួងភ័យស្លន់ស្លោនឹងសឹកតូចថ្លែករត់ផ្អើលចាញ់សង្វៀនបាត់ទៅហើយព្រះរាជាអៀនខ្មាស់ខ្លាំងព្រោះចាញ់ក្មេងសពបែបយ៉ាងក៏ស្រែកក្រហមបណ្ដេញធននញ្ជ័យឲ្យចាក់ចេញពីវាំងនិងហាមជួលវាំងរយៈពេល10ឆ្នាំដាច់ខាត អាច័យអញធ្វើឲ្យអញខូចមុខអស់ហើយដើរចេញពីវាងអញភ្លាមហើយហាមចូលមកវិញរយៈពេល10ឆ្នាំដាច់ខាត ធននញ្ជ័យមិនទៅណាឆ្ងាយទេគេទៅលេងភ្នាល់ប្រាក់នឹងពួកអ្នកមឿនថាថ្ងៃសិលនេះស្ដេចនឹងចាត់មហាតលិកឲ្យមកហៅខ្លួនជួលវាំងទាំងបង្ខំមិនខាន អស់លោកនាមឿនភ្នាល់គ្នាទីថ្ងៃសិលនេះស្ដេចនឹងចាត់មនុស្សឲ្យមកអង្វរហៅខ្ញុំជួលវាំងទាំងបង្ខំមិនខាន ដើម្បីឲ្យស្ដេចហៅចូលវាំងធននញ្ជ័យអង្គុយចាំផ្លូវលុះលោកសង្គ្រាចដើរកាត់គេក៏ស្រែកជេរឌឺឌៀលប្រមាថធ្ងន់ធ្ងរថាមុខលោកគ្រូដូចគូតខ្លួន ករុណាគុណមិនចាស់ចុះបើឥឡូវនេះខ្ញុំព្រះករុណាហ៊ាននិយាយថាមុខដ៏មានបុណ្យរបស់លោកមិនចាស់មើលទៅដូចជាគូតរបស់អាចេញចឹងតែលោកមិនចាស់ខឹងខ្ញុំទេទៀត លោកសង្គ្រាចខឹងខ្លាំងណាស់ព្រោះជាអ្នកមានបុណ្យខ្ពស់យំរៀបរាប់ទូលថ្វាយស្ដេច ព្រះអង្គអើយអាច័យវិហានជេរប្រមាថអាត្មាភាពកណ្ដាលផ្លូវថាមុខដូចគូតវាអាត្មាគ្មានមុខរស់នៅទៀតទេ ស្ដេចខឹងខ្លាំងបញ្ជាឲ្យទាហានទៅចាប់អ៊ូក្បាលអាជ័យជួលវាំងភ្លាម សូមទ្រង់ព្រះមេត្តាប្រោកាលណាទូលព្រះបង្គំដើរពីមុខលោកបញ្ចាស់ដើរតាមពីក្រោយនោះមុខរបស់លោកបញ្ចាស់ច្បាស់ជាបែកចំមុខត្រង់គូតរបស់ខ្ញុំហើយជប់មុខលោកបែកចំគូតខ្ញុំចំហឹងមិនឲ្យខ្ញុំថាមុខលោកមើលទៅគ្រឹះតែគូតខ្ញុំឲ្យថាដូចអីទៅវិញក្រាបទូល ចៃដនសួយធំសំពៅចិន500គ្រឿងមកដល់លបងប្រាថ្នាឲ្យទាយក្របឪលឹក3ផ្លែបើខ្មែរទាយមិនត្រូវចិននឹងវាយយកទឹកដីស្ដេចភ័យខ្លាំងហៅអាជ័យមកជួយ ស្ដេចខ្មែរអើយចូលព្រះអង្គទាយមើលថាឪលឹកទាំង3ផ្លែនេះផ្លែណាមានគ្រាប់1គ្រាប់2និងគ្រាប់3បើទាយខុសនគរខ្មែរត្រូវធ្លាក់ជាចំណោះស្ដេចចិន គិតមិនចេញធននញ្ជ័យដើរទៅកំពង់ទឹកប្រាថ្នាលូតទឹកសម្លាប់ខ្លួនក៏អណ្ដែតទៅទឹះចង្កូតសំពៅចិនរួចលបស្ដាប់ឮអ្នកប្រាជ្ញចិននិយាយគ្នានាពេលរាត្រីបកស្រាយអាចកំបាំងគ្រាប់ឪលឹក ស្ដេចខ្មែរគ្មានផ្លូវដឹងទេថាផ្លែទូងស្វិតមានគ្រាប់1ទូងស្រស់មានគ្រាប់2ឯទូងទុំក្រៀមមានគ្រាប់3នោះទេ ព្រឹកឡើងធននញ្ជ័យដោះប្រាថ្នាកាត់ឪលឹកបង្ហាញត្រូវចុងអាចកំបាំងចិនបេះបិទធ្វើឲ្យចិនចាញ់ប្រាជ្ញាដកថយសំពៅរត់ត្រឡប់ទៅវិញ ប្រាថ្នាការប៉ុណ្ណឹងគ្មានដូចជាខ្ញុំក៏ដឹងច្បាស់ដែរផ្លែដែលមានទងស្វិតជ្រាវជ្រួញគឺមានគ្រាប់1ផ្លែទងស្រស់ធម្មតាមានគ្រាប់2ឯផ្លែទងទុំក្រៀមខ្លាំងមានគ្រាប់3កាប់បោហាញក៏ស្ដេចចិនឃើញភ្លាមទៅ ធននញ្ជ័យសង្គូសនគរខ្មែរបានជោគជ័យនិងក្លាយជាកម្ពុជាអ្នកប្រាជ្ញមហានគរចាប់តាំងពីថ្ងៃនោះមកព្រះរាជាទ្រង់លែងរកនឹកល្បិចចាប់កំហុសឬឌឺដងជាមួយធននញ្ជ័យទៀតហើយទ្រង់បានយល់ច្បាស់ថាប្រាជ្ញារបស់ធននញ្ជ័យមិនមែនប្រើសម្រាប់តតាំងនឹងទ្រង់ឡើយគឺប្រើដើម្បីការពារទឹកដីនិងសង្គ្រោះជាតិមហានគរតែប៉ុណ្ណោះ អាច័យអើយ
ទើបតែពេលនេះទេដែលអញដឹងច្បាស់ថាឯងមិនមែនជាខ្ញុំបំរើធម្មតាឡើយឯងគឺជាសម្បត្តិទ្រព្យដ៏មានតម្លៃបំផុតរបស់ជាតិខ្មែរ សូមទ្រង់ព្រះមេត្តាប្រោទូលព្រះបង្គំជាកូនចៅខ្មែរទោះបីជាពេលខ្លះរឿងរូស្មែនតែបេះដូងនឹងប្រាជ្ញាមួយនេះគឺបង្កើតឡើងដើម្បីតែការពារនិងលើកតម្កើងទឹកដីមហានគរខ្មែរតែមួយគត់កាបទូ